សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមកធ្វើម្ហូបពិសេសទៀតហើយគឺសម្លម្ជូរយួនអញ្ចឹងនៅខាងកូនពៅគឺគេហៅសម្លម្ជូរយួនចុះខាងពុកម៉ែបងប្អូនវិញគេហៅសម្លអីដែរកូនពៅជឿថាសម្លនេះគឺប្រកាសជាហៅខុសៗគ្នាហើយអញ្ចឹងយើងក៏លេបមកមើលគ្រឿងផ្សំរបស់យើងវិញមានបន្លែដូចជាតឡាចម្នាស់ប៉េងប៉ោះសាច់មាន់មានម្អមមានជីអីចឹងណាពុកម៉ែបងប្អូនហើយមានខ្ទឹមដែលយើងបុកជាមួយនឹងម្ទេសចានិយាយរួមទៅបន្លែពុកម៉ែបងប្អូនអាចដាក់ផ្សេងពីនឹងទៀតក៏បានដែរអញ្ចឹងឥឡូវនេះយើងចូលមកដល់ធ្វើការចាក់ខ្លាញ់ដាក់ឆ្នាំងរបស់យើងធ្វើការដេញខ្ទឹមដើម្បីឲ្យឈ្ងុយសិនអញ្ចឹងយើងកូរចុះកូរឡើងដើម្បីឲ្យខ្ទឹមរបស់យើងវាឡើងពណ៌កាឡាទៅណាពុកម៉ែបងប្អូនចាស្លនេះគឺថាបើគិតទៅមិនពិបាកអីទេពុកម៉ែបងប្អូនស្រួលធ្វើមែនតើអញ្ចឹងខ្ទឹមរបស់យើងបានរាងពណ៌កាឡាតែយើងធ្វើការដាក់សាច់មាន់របស់យើងចូលហើយសម្រាប់សាច់ផងដែរពុកម៉ែចង់ដាក់សាច់ជ្រូកចង់ដាក់សាច់អីក៏បានដែរណាស្អីតែពុកម៉ែបងប្អូនចង់ញ៉ាំសាច់ដែលពុកម៉ែបងប្អូនចង់ធ្វើហ្នឹងចាអញ្ចឹងឥឡូវនេះយើងធ្វើការកូរសាច់របស់យើងដើម្បីឲ្យវារាងក្រៀមសូមយើងផ្សំគ្រឿងចូលពុកម៉ែបងប្អូនបើមិនជាវានៅរាងឆៅរិចបែបនេះយើងផ្សំគ្រឿងទៅវាអត់ឆ្ងាញ់ចាអញ្ចឹងយើងធ្វើការរំងាស់រួចរាល់ហើយវារាងក្រៀមរាងឆ្អិនហើយយើងធ្វើការផ្សំគ្រឿងចូលអញ្ចឹងគ្រឿងរបស់យើងអត់មានអីច្រើនទេមានតែស្ករប៊ីចេងអំបិលទឹកត្រីម្សៅស៊ុបអីតែប៉ុណ្្នឹងឯណាពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនចង់ប្រៃចង់ផ្អែមអីក៏ដាក់ស្ករដាក់ទឹកត្រីតាមចំណង់ចំណូលចិត្តទៅចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើការកូរច្បល់វាចុះឡើងឲ្យសព្វគ្នាល្អបន្ទាប់ពីបានសព្វទឹកល្អសព្វអីអស់ហើយយើងធ្វើការដាក់ទឹកចូលពុកម៉ែបងប្អូនអញ្ចឹងគឺថាបន្ទាប់ពីយើងដាក់ទឹកហើយវាបានពុះឡើងខ្ជុលហើយពុកម៉ែបងប្អូនអញ្ចឹងយើងធ្វើការដាក់គ្រឿងឲ្យយើងបុកមុនហ្នឹងមានខ្ទឹមមានម្ទេសហ្នឹងដាក់ចូលទៅហើយបញ្ជាក់ពុកម៉ែបងប្អូនផងដែរគឺឆ្ងាញ់ដាក់ទៅគឺឆ្ងាញ់វាមិនហឹរទេចាវាហឹរតែហឹរតិចតួចបំផុតសមមរបៀបថាយាយចាស់ដែលក៏អត់សូវជាហឹរក៏អាចពិសាបានដែរអញ្ចឹងបន្ទាប់ពីយើងដាក់រួចរាល់អស់ហើយយើងធ្វើការផ្សំបន្លែយើងចូលទៅហើយបន្លែនេះយើងដាក់បន្លែណាដែលវាគ្រាន់រលួយចូលមុនណាពុកម៉ែបងប្អូនព្រោះយើងធ្វើការនៅរងាស់វាមកពុះទៀតចាហើយបើពុកម៉ែបងប្អូនសម្រាប់បន្លែចង់ដាក់កៅឈូកអីគឺរត់ទៅជាតិឥឡូវនេះគឺថាស្លរបស់យើងបានមកពុះទៀតហើយយើងធ្វើការបង់ប៉េងប៉ោះបង់អីបង់ម្នាស់ចូលទៅចាអាគ្រឿងអស់នេះឃើញភ្លើងឃើញអីហ្នឹងវាឆាប់រលួយទេអញ្ចឹងយើងដាក់ចូលក្រោយគេចឹងទៅពុកម៉ែបងប្អូនអាចមើលតាមវីដេអូបានណាចាកូនពៅអត់សូវនិយាយអីក្បោះក្បាយណាស់ទេពុកម៉ែបងប្អូនអញ្ចឹងជាចុងក្រោយនេះបន្ទាប់ពីវាបានមកពុះម្ដងទៀតយើងធ្វើការដាក់ទឹកម្ជូរអំពិលចូលបើពុកម៉ែបងប្អូនចង់ប្លែកចម្លែកអារម្មណ៍ពុកម៉ែបងប្អូនអាចដាក់ជាមួយនឹងម្ជូរកសាំងក៏បានដែរណាហើយម្ជូរអំពិលនេះពុកម៉ែបងប្អូនអាចធ្វើការដាក់វាទាំងដុំចូលក៏បានចង់យកទៅទឹកក៏បានបើយើងដាក់ទឹកទៅវាអត់មានកាកគ្រាប់អំពិលអីចកេះចកាសចឹងណាហើយបើរត់ទៅជាតិទៀតនោះពុកម៉ែបងប្អូនដាក់ពងមាន់ពងទាចុះពី3គ្រាប់ទៅធានាថាអែមហ្មងចាឥឡូវនេះគឺថាស្លរបស់យើងបានពុះបានដួលដាក់ចានអីរួចជាស្រេចបង់ជីបង់អីរួចជាស្រេចអស់ហើយចាឃើញអត់តំណងឯងពុកម៉ែបងប្អូនជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនផងដែរដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនជួយចុច like subscribe និងដាក់រូបសញ្ញាកណ្ដឹងឲ្យកូនពៅផងណាសូមអរគុណ